មេដឹកនាំគណៈបកប្រជាជនថៃប្រមានពីរឿងបែកធ្លាយទិន្នន័យអ្នកបោះឆ្នោតនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2026នេះលោកណដ្ឋផុងរឿងបញ្ញវុធមេដឹកនាំគណៈបកប្រជាជនថៃបានថ្លែងថាទិន្នន័យនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតអាចនឹងត្រូវបែកធ្លាយដែលធ្វើឲ្យប៉ះពាល់ដល់ការរក្សាការសម្ងាត់នៃការបោះឆ្នោតលោកបញ្ជាក់ថាកាលពីថ្ងៃទី14ខែកុម្ភៈមានអ្នកជំនាញកុំព្យូទ័រម្នាក់បានរកឃើញចំណុចខ្សោយនៅក្នុងប្រព័ន្ធរបស់រដ្ឋាភិបាលទោះបីជាគេបានជួសជុលរួចហើយក៏ដោយប៉ុន្តែលោកនៅតែជឿថាទិន្នន័យដែលភ្ជាប់រវាងអ្នកបោះឆ្នោតនិងមណ្ឌលបោះឆ្នោតប្រហែលជាត្រូវបានគេដឹងអស់ទៅហើយលើពីនេះមានរូបភាពសញ្ញាឆ្នោតដែលមានបាកូដកំពុងចែកចាយពាសពេញបណ្ដាញអ៊ីនធឺណិតដែលបង្ហាញឲ្យឃើញទាំងលេខកូដនិងសញ្ញាដែលប្រជាជនបានគូសជ្រើសរើសនៅពេលមន្ត្រីលើកបង្ហាញសញ្ញាឆ្នោតលោកលើកឡើងថាប្រសិនបើគេអាចយកលេខកូដនៅលើកន្ទុយសញ្ញាឆ្នោតទៅផ្ទៀងផ្ទាត់ជាមួយរូបភាពសញ្ញាឆ្នោតដែលគេថតបាននោះគេនឹងដឹងច្បាស់ថាតើបុគ្គលម្នាក់បោះឆ្នោតឲ្យអ្នកណាខ្លះការលើកឡើងនេះគឺដើម្បីជំទាស់នឹងការអាងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃដែលនិយាយថាការបោះឆ្នោតនៅតែរក្សាការសម្ងាត់បានល្អណដ្ឋផុងបានជំរុញឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតទទួលស្គាល់នៅកំហុសមួយនេះរួចដុតគំតិចសញ្ញាឆ្នោតចោលនិងរៀបចំការបោះឆ្នោតឡើងវិញភ្លាមៗដោយមិនបាច់រងចាំដីកាពីតុលាការឡើយសូមអរគុណសម្រាប់ការទស្សនាសូមចុច follow និង subscribe ផងណាដើម្បីផ្ដល់ជាកម្លាំងចិត្ត89100និងសង្ឃឹមដែរថាបងប្អូននឹងចូលរួមគាំទ្រទំនិញខ្មែរដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរីកចម្រើនលូតលាស់វឹងវិតសូមជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែសំណាងល្អជួប HENG នឹងវីដេអូបន្ទាប់សូមជម្រាបលា